អនុញ្ញាតគ្រប់ជ្រើសសួរប្រិមត្តអស់នៅជាទីគោរពស្រឡាញ់ថ្ងៃនេះអត់មានសាក់រឿងផ្ញើចូលអ្នកស្ដាប់ទាំងអស់គ្នាណាអំពីរឿងកុំធ្វើឲ្យសោះរឿងអមនុស្សធម៌ដោយឧទាហរណ៍រឿងរំលោភបំពានក្មេងស្រីការឆក់ប្លន់បខិតបខំប្រព្រឹត្តរឿងនៅអំពើពុករលួយផ្សេងសម្បីតែពុកម្ដាយខ្លួនឯងក៏ហ៊ានដេញចេញពីផ្ទះដែរសាក់សម័យមើលទៅបើសិនជាយើងដេញគាត់ចេញពីផ្ទះគាត់ទៅរឹងប៉ឹងណាមានទៅវត្តដល់ពេលទៅវត្តចាស់គាត់មានជំនឿទៅលើភ្លើងទៅណាអញ្ចឹងហើយទៅកើតមានរឿងរ៉ាវជាច្រើនចម្លែកពេលដែលយើងធ្វើបាបពុកម្ដាយយើងមានដឹងអត់ថាយើងធ្វើអីយើងទទួលបានកម្មនឹងប្រិមត្តទាំងអស់គ្នាកុំឲ្យខាត់ play view តោះតាមដានស្ដាប់សាច់រឿងដូចតទៅពេលវេលាត្រឡប់ថយក្រោយនៅក្នុងកន្លងឆ្នាំ80នៅពេលហ្នឹងនិយាយដល់ការងាររបស់ខ្ញុំហ្នឹងគឺអ្នកសម្ដែងល្ខោនអាជីពហើយគឺខ្ញុំនឹងហ្មងហើយការងារនោះទោះបីជាមិនទទួលបានកម្រៃខ្ពស់ដូចតែគេផ្សេងទៀតក៏ប៉ុន្តែការងារនឹងចំគ្រួសារខ្ញុំបន្តមកហើយការងារនឹងតួរបស់ខ្ញុំបើខ្ញុំមិនធ្វើជាតុលាការទេក៏ធ្វើជាតួយក្សដែរនៅថ្ងៃហ្នឹងខ្ញុំធ្វើជាតុលាការទៅដល់ភូមិហ្នឹងមានមនុស្សច្រើនទេទោះការនឹងអត់ទាន់មានទូដល់ឥឡូវណាគ្រាន់តែលឺសូរល្ខោនអញ្ចឹងអ្នកភូមិគេប្រមូលគ្នាអូទាំងភូមិផ្សេងទៀតមកមនុស្សកច្រើនដែរណានៅក្នុងចំណោមហ្នឹងខ្ញុំក៏បានកលេចមើលទៅខាងក្រោមឆាកដែរក៏ឃើញមានមនុស្សម្នាក់គឺនៅក្នុងចំណោមមនុស្សជាច្រើនអត់ប្រក្រតីទេមានស្បែកសម្បុរខ្វល់ខុសគ្នាជាមួយនឹងគេអ្នកដទៃទៀតមុខស្ងប់ស្ងាត់នៅឡើងនឹងថងប៉ុន្តែខ្ញុំក៏អត់បានគិតអីទៅវិញឆ្ងាយអីដែរគ្រាន់គិតថាកលេចភ្នែកភ្លាមឆាច់ឃើញម្នាក់ហ្នឹងហ្មងរហូតដល់ខ្ញុំសម្ដែងចប់ដល់វគ្គកាត់ក្តីនឹងចប់ហើយខ្ញុំត្រូវសម្ដែងតនៅថ្ងៃស្អែកទៀតណាព្រោះរឿងហ្នឹងគឺត្រូវសម្ដែង3ថ្ងៃនេះគឺជាថ្ងៃទី2ហើយអញ្ចឹងខ្ញុំក៏ត្រូវរកកន្លែងសម្រាកសិនហើយដើម្បីបន្តការងារនៅថ្ងៃស្អែកទៀតនៅយប់ហ្នឹងហ្មងស្រាប់តែកំពុងតែដេកហ្នឹងមានគេដើរចូលមកខ្ញុំស្មានតែពីណាគេពេលហ្នឹងរៀងមួម៉ៅដែរដល់ចូលមកអត់គោះទ្វារស្រាប់តែគេហៅខ្ញុំឲ្យខោបហ្មងសំឡេងដូចធុងចិត្តទៅដល់អញ្ចឹងខ្ញុំទ្រាំបានក៏ងើបហ្មងងើបប៉ុន្តែមើលមុខគ្នាឃើញទេដោយសារតែពេលខ្ញុំដេកហ្នឹងខ្ញុំបិទភ្លើងល្ងឹតឆឹងដល់អញ្ចឹងទៅខ្ញុំក៏ស្រែកទៅភ្ញាក់ព្រោះដឹងថាមិនមែនគ្នាខ្ញុំទេអញ្ចឹងខ្ញុំសួរថាអ្នកឯងមកពីណាគាត់ក៏បានហៅខ្ញុំថាលោកម្ចាស់ហៅឈ្មោះខ្ញុំដែលជាតួអង្គនៅក្នុងរឿងល្ខោនហ្នឹងគាត់ក៏ថាមានរឿងមកប្តឹងដល់អញ្ចឹងខ្ញុំរៀងស្រឡាំងកាំងដែរណាហើយខ្ញុំថាមានរឿងអីគាត់ក៏និយាយទៅណាដើមតងគាត់ទាំងអស់ហ្មងហើយទៅក៏និយាយដល់ចំណុចមួយគាត់និយាយថាគាត់នឹងស្លាប់ដល់យុទ្ធធោហើយកូនរបស់គាត់នឹងត្រូវគេអំពានអញ្ចឹងណាគាត់ចង់មកប្តឹងពេលនោះខ្ញុំក៏ភាំងដែរខ្ញុំក៏បានសួរទៅកាន់គាត់ទៅថាតើឯងអាចទៅធោរឿងអីមិនបានមកត្រូវប្តឹងជាមួយនឹងខ្ញុំនេះវិញទៅគាត់ក៏បាននិយាយរៀបរាប់ទៅខ្ញុំក៏បានសួរគាត់ថាអញ្ចឹងតើឯងខ្មោចទេចឹងខ្ញុំក៏បានចុចប៉ាល់ទៅប៉ស្រាប់តែឃើញមែនគឺឃើញមុខលោកតាម្នាក់ដែលខ្ញុំបានសម្ដែងល្ខោនអំពីថ្ងៃមិញហ្នឹងថាខ្ញុំឃើញមនុស្សចម្លែកហ្នឹងហើយតាហ្នឹងហើយប៉ុន្តែម្ដងនេះគាត់អាក្រក់ជាងមុនមកជាហៀងក្បាលរបស់គាត់ហ្នឹងដូចត្រូវគេវាយចឹងឡងខូចមកជាហៀងហ្មងហើយមុខវិញអាក្រក់ដល់អញ្ចឹងខ្ញុំភ័យពេកចឹងណាហើយខ្ញុំស្ដាប់ឲ្យគាត់រៀបរាប់ប្រើអីប្រើហ្នឹងថាភ័យឡើងគៀងហ្មងខ្ញុំឮគាត់និយាយប៉ុន្តែខ្ញុំគ្រាន់តែធ្វើអីអត់ត្រូវទេដាច់បោះឆង់នៅកន្លែងហ្នឹងបដ ாய் គ្រាន់តែក្រោបមកពីសាលាភ្លាមខ្ញុំទៅប្តឹងប៉ូលីសភ្លាមហ្មងហើយខ្ញុំក៏ដុតដៃដុតជើងជួយគាត់ដែរណាហើយទៅដឹងរឿងមកពីលោកអ៊ំមេភូមិចំណាស់ម្នាក់ដែលគាត់និយាយតាណាដើមតងប្រាប់ថាលោកតាចំណាស់ម្នាក់ហ្នឹងជួបរឿងអយុត្តិធម៌ថ្ងៃចុងក្រោយដែលគាត់បាត់ខ្លួនហ្នឹងគឺគាត់ទៅបាត់ខ្លួននៅវត្តមួយនៅក្នុងនៅក្រោយភូមិលេខ7ដែលគេបានដឹងថាគាត់ហ្នឹងទៅសុំឲ្យព្រះជួយអញ្ចឹងដោយសារកូនគាត់ហ្នឹងជួបរឿងអយុត្តិធម៌អាប៉ែមួយណានោះនៅក្នុងភូមិហ្នឹងចាប់លោកកូនគាត់តែអត់ហ៊ានធ្វើអីគេកើតទេព្រោះគាត់សារគាត់គ្រាន់ណាតែមិនដឹងគាត់លេងក្បាច់អីទេណាដល់ខ្ញុំដឹងរឿងដល់ពេលទៅខ្ញុំប្រាប់គាត់ទាំងអស់អំពីវិញ្ញាណគាត់មកប្រាប់ខ្ញុំហ្នឹងហើយគេទៅតាមខ្ញុំមានណារកឃើញគាត់មែនណាហើយស្កប់គាត់នៅកន្លែងហ្នឹងហ្មងដល់អញ្ចឹងហើយប៉ូលីសគេធ្វើសោវិច័យទៅគេចាប់បានជនដៃដល់ហ្នឹងអាមួយចាប់លោកកូនគាត់ហ្នឹងឥឡូវហ្នឹងគេចាប់តាកុកបាត់ហើយចាប់តាំងពីពេលហ្នឹងមកនិយាយពីថាក្រុមល្ខោននោះមកថាល្បីផ្ទុះបឹងហ្មងមិនដឹងថាវិញ្ញាណរបស់លោកតានឹងជួយពួកខ្ញុំឬក៏មិនទេអញ្ចឹងបានថាយើងធ្វើអំពើល្អណាមិនថាទេវតាទៅសំបីខ្មោចក៏ជួយយើងដែរណា